ត្រូវបានចាត់ទុកថាជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រសម្រាប់លោកពូទីនមកដែនកោះដែលមានចំនួនក្បែរប្រទេសជប៉ុននោះគឺប្រជុំកោះ Kuril កាសែត BBC នៅថ្ងៃទី14សីហាបានរាយការណ៍ថានាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណេអេតាកៃឈីបានចេញមុខរិះគន់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី13សីហាទៅលើដំណើរទស្សនកិច្ចជាលើកដំបូងបង្អស់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់កោះ Idlib នៃប្រជុំកោះ Kuril ដោយចាត់ទុកសកម្មភាពនេះថាជាការដាច់ខាតមិនអាចទទួលយកបានឡើយរដ្ឋាភិបាលទីក្រុងតូក្យូបានសម្ដែងការតវ៉ាយ៉ាងខ្លាំងដោយគូបញ្ជាក់ថាប្រជុំកោះភាគខាងត្បូងទាំង4នេះគឺជាដែនអធិបតេយ្យភាពប្រវត្តិសាស្ត្រនិងជាដីគោកដើមរបស់ជប៉ុនបានចោទប្រកាន់ថាការជាប់ដីដែនចំនួនរបស់លោកពូទីនមិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជនជប៉ុនប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតថ្លែងក្នុងកំឡុងដំណើរទស្សនកិច្ចការពីថ្ងៃទី12សីហានេះលោកពូទីនបានបញ្ជាក់ថាស្ថានភាពបច្ចុប្បន្ននៃប្រជុំកោះ Kuril ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់នៅក្នុងឯកសារអន្តរជាតិជាទស្សនវិជ្ជាជាក់ស្ដែងដែលកើតចេញពីលទ្ធផលនៃសង្គ្រាមលោកទី2ហើយរុស្ស៊ីមិនបានគំរាមកំហែងជប៉ុនទេហើយនៅតែប្រកាន់ជំហររងចាំធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទាំងអស់រួមទាំងជប៉ុនផងដែរប្រសិនបើមានការចរចាដោយផ្អែកទៅលើការគោរពទស្សនវិជ្ជាជាក់ស្ដែង BBC បានបន្តទៀតថាចំនួនដើមអធិបតេយ្យភាពទៅលើប្រជុំកោះ Kuril គឺជាដើមហេតុចម្បងដែលធ្វើឲ្យរុស្ស៊ីនិងជប៉ុនមិនដែលបានចុះសន្ធិសញ្ញាសន្តិភាពផ្លូវការជាមួយគ្នាតតែសោះចាប់តាំងពីសង្គ្រាមលោកលើកទី2បានបញ្ចប់សហភាពសូវៀតបានវាយដណ្ដើមយកនិងក្រសោបកោះទាំងនោះនៅចុងសង្គ្រាមលោកលើកទី2ព្រមទាំងបានបណ្ដេញពលរដ្ឋជប៉ុនប្រមាណ 17000 នាក់ចេញពីទីនោះដែរទោះបីជាមានការប្រឹងប្រែងចរចាជាច្រើនទសវត្សរ៍ក៏ដោយក៏កិច្ចព្រមព្រៀងមិនអាចសម្រេចបានឡើយខណៈដែលទំនាក់ទំនងការទូតកាន់តែខូចខាតធ្ងន់ធ្ងរបន្ទាប់ពីជប៉ុនបានចូលរួមជាមួយលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីជំវិញការឈ្លានពានប្រទេសអ៊ុយក្រែនសម្រាប់ជាតិនិយមនិងប្រជាពលរដ្ឋជប៉ុនការដែលប្រធានាធិបតីរុស្ស៊ីដើរជន់ដីនោះដោយផ្ទាល់និងជជែកលេងជាមួយអ្នកស្រុកគឺដូចជាការជន់ឈ្លីមុខមាត់និងការប្រមាថលើសិទ្ធិអធិបតេយ្យភាពរបស់ជប៉ុនយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជាជនកើនកំហឹងនិងឈឺចាប់ផ្លូវចិត្តបំផុតរឿងរ៉ាវសាច់រឿងមួយនេះបានបង្ហាញឲ្យយើងឃើញថាគ្មាននរណាអាចខ្លាំងរហូតទេមានតែកម្លាំងខ្លាំងប៉ុណ្ណោះទើបអាចរក្សាទឹកដីបានតើផែនដីនេះអ្នកខ្សោយនឹងត្រូវខ្លាយជាកូនក្តាន់មែនឬទេអេស៊ីបខឹងសម្បាអ៊ីស្រាអែលជំវិញការរំលោភកិច្ចព្រមព្រៀងសន្តិសុខដោយសាងសង់បន្ទាយជាប់ព្រំដែនគេហទំព័រ News Arab ដែលបានចេញផ្សាយនៅថ្ងៃទី13សីហាបានឲ្យដឹងថាប្រជាជននិងអ្នកវិភាគអេស៊ីបកំពុងបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងទ័ពអ៊ីស្រាអែលដែលកំពុងតែសាងសង់និងពង្រីកបន្ទាយយោធារៀបចំជីករៀបលេនដ្ឋាននិងធ្វើផ្លូវឡើងតាមបណ្ដោយច្រករបៀង Philadelphia ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអេស៊ីបអ្នកជំនាញយុទ្ធសាស្ត្របានចាត់ទុកសកម្មភាពនេះថាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀង Philadelphia ឆ្នាំ2005ដែលតម្រូវឲ្យអ៊ីស្រាអែលដកទ័ពទាំងស្រុងនិងប្រគល់ការគ្រប់គ្រងតំបន់ព្រំដែននោះឲ្យទៅអាជ្ញាធរប៉ាឡេស្ទីនវិញការសាងសង់បន្ទាយជើងព្រៃនេះស្ដេចឲ្យឃើញអំពីបំណងបន្តវត្តមានយោធាអចិន្ត្រៃយ៍របស់អ៊ីស្រាអែលនៅតំបន់កាហ្សានិងបង្កើនហានិភ័យសន្តិសុខដោយផ្ទាល់ដល់តំបន់ស៊ីណៃនៃប្រទេសអេស៊ីបជាមួយគ្នានេះលោកមេទ័ពអេស៊ីបដែលបានចូលនិវត្តន៍លោកម៉ូហាម៉េតអាល់ហ្កាបារីបានប្រាប់កាសែត New Arab ថាអេស៊ីបត្រូវតែរក្សាវត្តមានសន្តិសុខផ្ទាល់ខ្លួននៅតំបន់ស៊ីណៃដើម្បីការពារផលវិបាកអំពីភាពវឹកវរនៅតំបន់កាហ្សានិងការពារទឹកដីមួយដែលបានលាតសន្ធឹងតាមប្រឡាយព្រៃជីកស៊ុយអេប្រភពដដែលបានបន្តទៀតថាការកើនឡើងនៃសកម្មភាពយោធានៅតាមបណ្ដោយព្រំដែនបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបដិសេធជាផ្លូវការនៅផែនការសន្តិភាព15ចំណុចដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងបានប្រកាសថាយោធាអ៊ីស្រាអែលមិនដកថយឡើយដរាបណាកងកម្លាំងហាម៉ាស់មិនទាន់ត្រូវបានរំសាយអាវុធទាំងស្រុងនោះទោះបីជាមានកិច្ចព្រមព្រៀងបទចុះបញ្ការពីខែតុលា2025និងការយល់ព្រមលះបង់អាវុធពីភាគីហាម៉ាស់ក៏ដោយក៏អ៊ីស្រាអែលបន្តកាន់កាប់ទឹកដីកាហ្សាជិត 70% និងប្រែក្លាយការគ្រប់គ្រងយោធាទាំងនោះទៅជាឈ្នន់យុទ្ធសាស្ត្រដើម្បីបង្ខំឲ្យគេធ្វើតាមលក្ខខណ្ឌរបស់ខ្លួនខណៈដែលការវាយប្រហារនៅតែបន្តបណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់បានបាត់បង់អាយុជីវិតនិងរងរបួសជាច្រើននាក់គិតមកដល់ពេលនេះរលកកម្ដៅរវាងប្រទេសទាំងពីរកាន់តែមានភាពស្មុគស្មាញដោយសារតែចំនួនស្របគ្នានៅតំបន់ស៊ីណៃភាគីអ៊ីស្រាអែលបានទាមទារឲ្យអាមេរិកដាក់សម្ពាធទៅលើអេស៊ីបឲ្យដកហេដ្ឋារចនាសម្ព័ន្ធយោធាចេញពីតំបន់ស៊ីណៃដោយចោទថាអេស៊ីបបានរំលោភលើសន្ធិសញ្ញាសន្តិភាពឆ្នាំ1979និងរៀបចំមូលដ្ឋានដែលអាចប្រើប្រាស់សម្រាប់ការវាយប្រហារជាការឆ្លើយតបអេស៊ីបបានបដិសេធយ៉ាងដាច់អហង្ការដោយបញ្ជាក់ថាវត្តមានយោធារបស់ខ្លួននៅតំបន់ស៊ីណៃគឺដើម្បីការជ្រៀតជ្រែកនៃក្រុមភេរវករទប់ស្កាត់ការជំនះជនជាតិប៉ាឡេស្ទីនចូលទឹកដីខ្លួននិងការពារដែនអធិបតេយ្យភាពនៃប្រទេសស៊ុយអេអំពីការរលកចលនានៅតំបន់កាហ្សាក្រសួងការពារជាតិកម្ពុជានិងក្រសួងការពារជាតិវៀតណាមបានបើកកិច្ចសន្ទនាទ្វេភាគីជជែកអំពីគោលនយោបាយការពារជាតិដើម្បីជំរុញបន្ថែមទៀតនៅការពង្រីកលើកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នាឲ្យកាន់តែស៊ីជម្រៅ
កិច្ចសន្ទនាទ្វេភាគីនេះគឺត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី13ខែសីហាឆ្នាំ2026នៅទីស្តីការក្រសួងការពារជាតិកម្ពុជាក្នុងរាជធានីភ្នំពេញដែលនេះជាកិច្ចសន្ទនាលើកទី9កម្រិតអនុរដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាមឧត្តមសេនីយ៍ឯកខៀវឆេនរដ្ឋលេខាធិការក្រសួងការពារជាតិនិងឧត្តមសេនីយ៍ឯកបំរុងហ្គវៀងឈឿងថាំងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសវៀតណាមបានរួមគ្នាធ្វើជាសហប្រធានដឹកនាំកិច្ចសន្ទនានេះតាមខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាក្នុងកិច្ចសន្ទនានេះភាគីទាំងពីរបានវិតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ2026ដោយស្មារតីទទួលខុសត្រូវគ្រប់ជ្រុងជ្រោយស៊ីជម្រៅនិងប្រសិទ្ធភាពលើការងារដែលបានដាក់ចេញរួមមានការងារនយោបាយនិងឃោសនាអប់រំចិត្តសាស្ត្រកិច្ចសហប្រតិបត្តិការព្រំដែនគោកនិងព្រំដែនសមុទ្រកិច្ចសហប្រតិបត្តិការភស្តុភារបច្ចេកទេសឧស្សាហកម្មការពារជាតិបច្ចេកវិទ្យានិងព័ត៌មានបន្ថែមពីនេះគឺការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលអប់រំវឹកហាត់ការពិនិត្យព្យាបាលជំងឺរួមទាំងជំនួយឧបត្ថម្ភគ្នាទៅវិញទៅមកជាទិសដៅអនុវត្តបន្តចំពោះមុខភាគីទាំងពីរបានប្រកល់ភារកិច្ចឲ្យក្រុមការងារជំនាញប្រទេសទាំងពីររៀបចំនៅខ្លឹមសារការងារសំខាន់ៗមួយចំនួនបន្ថែមទៀតរួមមានការអប់រំចិត្តសាស្ត្រការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូនិងយន្តការសហប្រតិបត្តិការពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សការគ្រប់គ្រងនិងការពារព្រំដែនទាំងព្រំដែនគោកនិងព្រំដែនសមុទ្រការផ្តល់ជំនួយទៅវិញទៅមកសេដ្ឋកិច្ចការពារជាតិនិងពាណិជ្ជកម្មយោធាព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីនិងព្រឹត្តិការណ៍ដែលរៀបចំដោយភាគីនីមួយៗក៏ជាទិសដៅដែលត្រូវបន្តយកចិត្តទុកដាក់ផងដែរភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការបដិញ្ញាចិត្តដើម្បីគាំទ្រគ្នាទៅវិញទៅមកដោយពង្រឹងនិងពង្រីកចំណងសាមគ្គីភាពមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើនការពិគ្រោះយោបល់ការចែករំលែកព័ត៌មាននិងការដោះស្រាយបញ្ហានានាដែលជាផលប្រយោជន៍និងកង្វល់រួមក្នុងបរិបទស្ថានភាពសន្តិសុខតំបន់និងពិភពលោកបច្ចុប្បន្នដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័សកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាមត្រូវបានបញ្ចប់ដោយសហប្រធានទាំងពីរបានចុះហត្ថលេខាលើឯកសារកំណត់ហេតុនៃកិច្ចសន្ទនាលើកទី9ឆ្នាំ2026នេះហើយតាមយន្តការបដូរវេនកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាមលើកទី10នឹងត្រូវរៀបចំឡើងយន្តហោះចម្បាំង J10C និង J11 រួមទាំងយន្តហោះរ៉ាដា AWACS ចូលមូលដ្ឋានទ័ពអាកាសថៃដើម្បីសាកកម្លាំងជាមួយយន្តហោះ Gripen និង Alpha របស់ថៃក្នុងសំយុទ្ធ Falcon Strike 2026សំយុទ្ធនេះកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី10ដល់ថ្ងៃទី21ខែសីហានៅមូលដ្ឋានវាង23ខេត្តឧត្តរធានីភាគឦសានប្រទេសថៃយោងតាមកាសែតថៅសូត្ររយៈពេល12ថ្ងៃនេះថៃនិងចិននឹងផ្លាស់ប្តូរបច្ចេកទេសប្រយុទ្ធលើអាកាសការចាក់ប្រេងលើមេឃនិងបេសកកម្មសង្គ្រោះយន្តហោះដែលចិនសាកកម្លាំងដំបូងគេគឺ J10C វាជាយន្តហោះចម្បាំងពហុតួនាទីទំនើបដែលអាចប្រយុទ្ធទាំងចម្ងាយជិតនិងចម្ងាយឆ្ងាយចំណែក J11 វិញគឺជាយន្តហោះចម្បាំងធុនធ្ងន់មានដើមកំណើតពីគ្រួសារ SU-27 ដែលចិនបានទិញសិទ្ធិផលិតនៅក្នុងស្រុកពីរុស្ស៊ី J11 ទទួលភារកិច្ចគ្រប់គ្រងដែនអាកាសមានតួនាទីដូចជាមេទ័ពចំណែក AWACS ដែលចិននាំចូលថៃដែរគឺជាកែវភ្នែកលើមេឃរ៉ាដាដែលបំពាក់លើយន្តហោះនេះអាចស្វែងរកនិងតាមដានគោលដៅពីចម្ងាយហើយបញ្ជូនទិន្នន័យទៅយន្តហោះចម្បាំងដើម្បីសម្របសម្រួលការវាយប្រហារនិងការពារដែនអាកាសចំណែក Gripen របស់ថៃគឺជាយន្តហោះចម្បាំងពហុតួនាទីផលិតដោយស៊ុយអែតដែលប្រើសម្រាប់ទាំងការពារដែនអាកាសនិងការវាយប្រហារគោលដៅ Alpha វិញគឺជាយន្តហោះហ្វឹកហ្វឺននិងវាយប្រហារធុនស្រាលដែលថៃប្រើសម្រាប់បេសកកម្មគាំទ្រផ្លូវអាកាសយន្តហោះនេះគឺជាផលិតផលរបស់បារាំងនិងអាល្លឺម៉ង់ខាងលិចរួមគ្នាអភិវឌ្ឍគួរសម្គាល់ថាថៃនិងចិនចាប់ផ្ដើមសំយុទ្ធ Falcon Strike តាំងពីឆ្នាំ2015ហើយនៅឆ្នាំ2026នេះគឺជាលើកទី9សំយុទ្ធនេះបានក្លាយជាមេកានិកសំខាន់ក្នុងការបង្កើនសមត្ថភាពធ្វើប្រតិបត្តិការរួមនិងការយល់ដឹងពីប្រព័ន្ធអាវុធរបស់គ្នាទៅវិញទៅមកការហ្វឹកហាត់នៅក្នុងឆ្នាំ2015ក៏ធ្លាប់ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងព្រោះ J11 របស់ចិននិង Gripen របស់ថៃត្រូវបានដាក់ចូលសេណារីយ៉ូប្រយុទ្ធតាមអាកាសរបាយការណ៍ដែលត្រូវបានផ្សព្វផ្សាយក្រោយមកបង្ហាញថា J11 របស់ចិនធ្វើបានល្អក្នុងការប្រយុទ្ធចម្ងាយជិតខណៈដែល Gripen របស់ថៃមានប្រៀបក្នុងសេណារីយ៉ូប្រយុទ្ធក្រៅចម្ងាយមើលឃើញចំពោះផ្នែកទំនាក់ទំនងយោធាថៃនិងចិនបានពង្រីកកិច្ចសហការជាបន្តបន្ទាប់ទាំងជើងអាកាសជើងគោកនិងជើងទឹកថៃបានទិញសម្ភារៈយោធាចិនមួយចំនួនដូចជារថក្រោះរថពាដែកនិងនាវាមួយទឹកជាដើមប៉ុន្តែថៃនៅតែរក្សាទំនាក់ទំនងយោធាជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងបន្តធ្វើសម្ពយុទ្ធដូចជា Cobra Gold
នេះបង្ហាញពីយុទ្ធសាស្ត្ររបស់ទីក្រុងបាងកកក្នុងការរក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងពីរខណៈកិច្ចសហការយោធាជាមួយនឹងចិនកំពុងតែសកម្ម